កំបាំងសត្វចម្លែកនេស៊ីតើវាអាចទៅរួចទេដែលសត្វល្មូនយក្សតាំងពីយុគសម័យ Dinosaur នៅមានជីវិតរហូតមកដល់សព្វថ្ងៃនេះនៅក្រោមផ្ទៃទឹកដ៏ត្រជាក់និងខ្មៅងងឹតជម្រៅ 200 ម៉ែត្រនៃបឹង Loch Ness ក្នុងប្រទេស Scotland មានកំបាំងមួយដែលពិភពលោកមិនទាន់អាចបកស្រាយបានជាង 1500 ឆ្នាំមកហើយនោះគឺវត្តមានរបស់ Nessie សត្វចម្លែកក្នុងបឹងដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតើវាជារឿងព្រេងនិទានកថាឬជាការពិតដែលវិទ្យាសាស្ត្រមិនទាន់អាចបកស្រាយបានរបាយការណ៍និងភស្តុតាងដ៏រង្គោះរង្គើរឿងរ៉ាវរបស់ Nessie បានផ្ទុះឡើងខ្លាំងបំផុតនៅឆ្នាំ 1933 នៅពេលដែលប្តីប្រពន្ធមួយគូបានរាយការណ៍ថាបានឃើញសត្វចម្លែកមួយក្បាលដែលហែកាត់ក្បាលទូករបស់ពួកគាត់មិនយូរប៉ុន្មានរូបថតដ៏រង្គើរង្គើមួយសន្លឹកនេះបង្ហាញពីសត្វដែលមានកវែងដូចជាសត្វល្មូនបុរាណផ្លេស៊ូស័ងើបផុតពីផ្ទៃទឹកទោះបីជាក្រោយមករូបថតនោះត្រូវបានគេរកឃើញថាជាការរៀបចំឡើងក៏ដោយប៉ុន្តែរបាយការណ៍ពីអ្នកឃើញផ្ទាល់ភ្នែកជាង 1000 ករណីវីដេអូព្រានិងសាក្សីជាច្រើនរួមទាំងអ្នកវិទ្យាសាស្ត្រផងនោះនៅតែបន្តកើតមានដែលធ្វើឲ្យមនុស្សម្នាមិនឈប់សង្ស័យឡើយការរុករកតាមបច្ចេកវិទ្យានិងការទាស់ច្រកដើម្បីបញ្ចប់ការមន្ទិលសង្ស័យនេះក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានបើកប្រតិបត្តិការរុករកខ្នាតយក្សជាច្រើនដងពួកគេបានប្រើប្រាស់ប្រព័ន្ធសូណាដ៏ទំនើបដើម្បីស្កេនរកសញ្ញាមានជីវិតនៅបាតបឹងដ៏ជ្រៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលរាល់ពេលស្កេនពួកគេតែងតែចាប់បានសញ្ញាភាវៈមានជីវិតទំហំខុសប្រក្រតីដែលកំពុងចល័តនៅបាតបឹងប៉ុន្តែនៅពេលដែលចូលទៅជិតវាក៏បាត់ស្រមោលសូន្យឈឹងសូម្បីតែការវិភាគ DNA ពីគំរូទឹកក្នុងបឹងក៏មិនអាចរកឃើញ DNA របស់ផ្លេស៊ូស័រដែរប៉ុន្តែបានរកឃើញបរិមាណ DNA របស់សត្វអន្ទង់យក្សយ៉ាងច្រើនលើសលប់តើ Nessie អាចជាអន្ទង់យក្សបំលែងខ្លួនឬជាសត្វដែលអ្នកវិទ្យាសាស្ត្រមិនទាន់ស្គាល់កំបាំងដែលនៅតែបន្តមកទល់ពេលនេះមិនទាន់មានភស្តុតាងផ្លូវការណាមួយដែលអាចបញ្ជាក់បាន 100% ថា Nessie មានពិតនោះទេបឹង Loch Ness នៅតែរក្សាការសម្ងាត់របស់វាបានយ៉ាងល្អក្រោមទឹកដែលពោរពេញទៅដោយសារធាតុរ៉ែធ្វើឲ្យភ្នែកមនុស្សនិងកាមេរ៉ាមិនអាចមើលធ្លុះទៅដល់បាតក្រោមបានឡើយប៉ុន្តែនេះហើយជាអ្វីដែលធ្វើឲ្យរឿងនិទានមួយនេះរស់រវើកដរាបណាទឹកបឹងនៅតែខ្មៅងងឹតដរាបនោះក្តីសង្ឃឹមក្នុងការជួបសត្វបុរាណនេះនៅតែមានចុះបងប្អូនវិញយល់យ៉ាងណាដែរតើបងប្អូនជឿទេថាមានសត្វល្មូនយក្សបុរាណរស់នៅទីនោះពិតមែនឬគ្រាន់តែជារឿងព្រេងនិទានកថាសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយកុំភ្លេចជួយចុច follow ខ្ញុំម្នាក់មួយផងដើម្បីតាមដានកំបាំងជុំវិញពិភពលោកជាច្រើនទៀតជួបគ្នានៅវីដេអូក្រោយ